បានតគ្នាចង់ញ៉ាំរបៀបស៊ុបប៉ុន្តែអត់ចង់ចំណាយច្រើនទេមកមុខនេះអាចជួយបានចំណាយមិនដល់10000ទេហើយញ៉ាំបានឡើង3នាក់ហ្មងហើយរសជាតិរបស់គេបែបហាងជូជូតិចតិចណាគ្នាខ្ញុំជួយដាក់ឈ្មោះខ្ញុំម្នាក់មួយផងណាគ្នារសារមកមុខនេះគឺថ្មីមែនតានហើយគ្រឿងផ្សំដែលថាខ្វះអត់បានហ្នឹងគឺប៉េងប៉ោះស្លឹកខ្ទឹមជាមួយនឹងម្ទេសហឹរណាគ្នាហើយប្រហិតគឺខ្ញុំមានពីរមុខមានហតដកជាមួយនឹងបោះសាច់គោមានពងមាន់ហើយនឹងមានសាច់ជ្រូកឆាំចំណែកឯនៅចុះគឺខ្ញុំប្រើកន្លះគីឡូហ្នឹងញ៉ាំ3នាក់បានល្មមមកអ្នកទាំងអស់គ្នាហើយខ្ទឹមសហ្នឹងគឺយើងម្លឹងឲ្យឡើងក្លិនឈ្ងុយហើយចាំយើងចាក់ជាមួយនឹងសាច់ជ្រូកឆាំរបស់យើងចូលឆាឲ្យវាឡើងឆ្អិនបន្តិចហើយចាំចាក់ជាមួយនឹងប៉េងប៉ោះឆាចុះឆាឡើងឲ្យវាឡើងក្លិនឈ្ងុយហើយខ្ញុំវាយគ្រឿងតាមក្រោយមានអំបិលមីបន្តិចប៊ីចេងបន្តិចអំបិលបន្តិចស្ករកន្លះស្លាបព្រាជាមួយនឹងទឹកត្រីនិងទឹកប្រេងខ្យងមួយស្លាបព្រាបាយហើយឆាវាឡើងក្លិនឈ្ងុយអុយយាយមែនវិថាតំណងមែនតែនហ្មងណាគ្នារូបរាងគេនេះឡើងតំណងឆ្ងាញ់ហ្មងហើយចាក់ប្រហិតចូលលើដែរហ្មងទៅឆាវាចូលជាតិបន្តិចហើយគោះពងមាន់ចូលមកក្របកន្លែងហ្នឹងអាចថាយើងញ៉ាំជាអាហារពេលព្រឹកញ៉ាំជាមួយនឹងប៉ាំងក៏បានដែរទៅធ្វើការងាយស្រួលមែនតែនប៉ុន្តែថ្ងៃហ្នឹងគឺចង់ញ៉ាំរបៀបហាងទឹកស៊ុបមានជាតិចឹងក៏បន្ថែមជាមួយនឹងទឹកកន្លះលីត្រចូលមកអូយវាថារសជាតិរបស់គេបែបហាងហឹលតិចតិចចូលពីប៉េងប៉ោះឡើងជាតិខ្លាំងហ្មងចឹងអ្នកទាំងគ្នាអាចសាកធ្វើបានព្រោះចំណាយអស់តិចមែនតើណាហើយញ៉ាំបានឡើងគ្នា3-4នាក់ដែរទៅតាមនឹងចឹងណាអ្នកគ្នាចំណែកនៅបញ្ចុកវិញយើងដាក់នៅពេលដែលថាយើងភ្លក់រសជាតិដែលយើងចង់បានហើយយើងចាក់ចូលដោយសារនៅបញ្ចុករបស់យើងវាឆាប់ឆ្អិនចឹងណាបន្ថែមជាមួយនឹងស្លឹកខ្ទឹមម្ទេសហឹរចូលវាថាអូឡើងឈ្ងុយមានជាតិហ្មងចឹងអ្នកគ្នាអាចសាកធ្វើបានរសជាតិឡើងឆ្ងាញ់ហ្មងហើយចំណែកអស់តិចទៀត